មូលហេតុសំខាន់ដែលភ្នាក់ងារត្រូវផ្ដោតទៅលើដំណោះស្រាយនិងគុណតម្លៃបាទពីដើមអ្នកលក់គាត់ផ្ដោតជាសំខាន់តែម្ដងទៅលើការធ្វើភិកអំពីផលិតផលនិងសេវាកម្មប្រាប់ទៅអតិថិជនគាត់ពឹងផ្អែកទាំងស្រុងអំពីចំណេះដឹងទាក់ទងនឹងផលិតផលហ្នឹងទាក់ទងនឹងសេវាកម្មហ្នឹងទៅលើភ្នាក់ងារប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះអតិថិជនមុនពេលដែលគាត់ទាក់ទងមកភ្នាក់ងារឬក៏មកក្រុមហ៊ុនគាត់បានធ្វើការស្រាវជ្រាវគាត់មានចំណេះដឹងរួចស្រេចទៅហើយទាក់ទងជាមួយនឹងផលិតផលនិងសេវាកម្មដែលគាត់ចង់ទិញហើយគាត់មិនមែនស្រាវជ្រាវតែយើងមួយទេគាត់ស្រាវជ្រាវទាំងយើងផងគាត់ស្រាវជ្រាវទាំងគូប្រកួតប្រជែងផងដូច្នេះគាត់មើលឃើញអីមួយដែលល្អចេញពីខាងយើងទៅទើបគាត់តាក់ទងមកខាងយើងអញ្ចឹងនៅពេលដែលយើងជជែកជាមួយនឹងអតិថិជនយើងកុំព្យាយាមនិយាយច្រើនពេកពីផលិតផលនិងសេវាកម្មរបស់យើងផ្ទុយទៅវិញយើងទៅតែចាំអតិថិជនក៏ចង់បានដំណោះស្រាយមួយដែលល្អអតិថិជនក៏ចង់បានដំណោះស្រាយមួយដែលបង្កើតគុណតម្លៃឲ្យគាត់ក្រោយពេលដែលគាត់ទិញយកទៅប្រើប្រាស់អញ្ចឹងពេលដែលយើងនិយាយជាមួយគាត់ទៅរកឲ្យឃើញបញ្ហារបស់គាត់ដើម្បីយើងផ្ដល់ដំណោះស្រាយមួយដែលល្អទៅរកឲ្យឃើញគោលបំណងរបស់គាត់ដើម្បីយើងផ្ដល់គុណតម្លៃមួយដែលល្អអញ្ចឹងបើសិនជាបងប្អូនចង់ចេះវិធីសាស្ត្រនិយាយអំពីផលិតផលនិងសេវាកម្មរបស់យើងដោយប្រើប្រាស់រូបមន្តណាដំណោះស្រាយនិងគុណតម្លៃកុំភ្លេចចូលរួមជាមួយនឹងគ្នានៅថ្ងៃទី12ខែកក្កដាឆ្នាំ2025ខាងមុខនៅ CKCC